nó ngại miên chia sân sắt ấy sinh là còn aiប្រើ Microsoft Word ហ្នឹងដើម្បីធ្វើជារបាយការណ៍ឬក៏ការងារនៅក្នុងការសិក្សារបស់គាត់ដូចជាការធ្វើសារណាឬក៏ឯកសារស្រាវជ្រាវអីផ្សេងៗវាមានអូខេសួស្តីបងប្អូនអរគ្នាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកឡើងជាមួយនឹង topic មួយទាក់ទងនឹង Microsoft Word ដែលខ្ញុំនឹងធ្វើការបង្ហាញចាប់ពីកម្រិត basic ទៅរហូតដល់ advanced នឹងមានជា assignment ឬក៏ជា practice មួយចំនួនដែលយើងនឹងទៅធ្វើទាំងអស់គ្នានៅពេលដែលយើងរៀនចប់នៅមេរៀនមួយហ្នឹងហើយនៅក្នុងអំឡុងពេលដែលយើងរៀន Microsoft Word ហ្នឹងយើងក៏មាន assignment តិចតួចសម្រាប់យើង practice នៅក្នុងមេរៀនហ្នឹងផងដែរហើយ slide មួយនេះគឺខ្ញុំបានបង្កើតវាឡើងដោយខ្លួនឯងខ្ញុំបានស្រាវជ្រាវវាមួយចំនួនតែពិតទៅខ្ញុំក៏មិនជា expert ទៅលើ Microsoft Word អីដែរខ្ញុំចង់ធ្វើការសិក្សាស្រាវជ្រាវទៅលើវាដែរហើយខ្ញុំធ្វើវីដេអូនេះដើម្បីចែករំលែកទៅដល់បងប្អូនដែរអត់ទាន់ចេះ Microsoft Word ហើយយើងនឹងទៅរៀនចាប់ពី grade basic រហូតដល់ grade advanced នឹងធ្វើជា practice មួយចំនួនទាំងអស់គ្នាអញ្ចឹងយើងមកខាត់ view យើងចូលទៅកាន់វីដេអូទាំងអស់គ្នាអញ្ចឹងដូចអ្នកនរគ្នាបានឃើញអញ្ចឹងនេះវាគឺជា icon ឬក៏ជា logo មួយរបស់ Microsoft Word យើងចំណាំបងប្អូនបើសិនជាយើងអត់ទាន់អ្នកនរគ្នាអត់ទាន់ដឹងទេ Microsoft Word វាមាន logo បែបហ្នឹងឬក៏ icon បែបហ្នឹងសម្រាប់សម្គាល់ទៅលើកម្មវិធីមួយហ្នឹងអញ្ចឹងអ្វីទៅជា Microsoft Word Microsoft Word គឺជាកម្មវិធីដំណើរការពាក្យឬក៏យើងនិយាយជាភាសាអង់គ្លេសថា Word Processing Software ដែលបង្កើតឡើងដែលវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Microsoft អញ្ចឹងបានគេហៅវាថា Microsoft Word ហ្នឹងអញ្ចឹងដើម្បីងាយស្រួលយល់ខ្ញុំក៏មានជានិយមន័យមួយទៀតដែរ Microsoft Word យើងអាចហៅវាថាវាជាកម្មវិធីសម្រាប់វាយអត្ថបទរចនាឯកសារនិងបោះពុម្ពឯកសារនានាដូចជាលិខិតការរាយការណ៍ផ្សេងៗ CV សៀវភៅនិងជាប្រភេទឯកសារផ្សេងៗទៀតដែលយើងនឹងទៅដឹងទាំងអស់គ្នានៅ slide បន្តអញ្ចឹង Microsoft Word ហ្នឹងតើត្រូវបានប្រើដោយក្រុមមនុស្សប្រភេទណាខ្លះជាការពិតទៅបច្ចុប្បន្នគឺ Microsoft Word គ្រប់ការងារឬក៏គ្រប់វ័យនិយាយទៅចាប់ពីថ្នាក់ដែលរៀនបើនៅតាមណាទីក្រុងអីចឹងអាចកម្រិតចាប់ពីបឋមឬក៏អនុវិទ្យាល័យឬក៏វិទ្យាល័យក៏មានប្រើ Microsoft Word ដែរបើថាតាមស្រុកស្រែអញ្ចឹងទៅអាចពីអនុឬក៏ពីវិទ្យាល័យអីបានប្រើខ្លះមួយនឹង Microsoft Word ហ្នឹងហើយនិយាយទៅអ្នកដែលអាចប្រើ Microsoft Word ហ្នឹងសម្រាប់បច្ចុប្បន្នហ្នឹងវាអាចមានច្រើនជាងនឹងទៀតតែខ្ញុំលិះយកមកថាមួយចំនួននោះអាចមានជាសិស្សនិស្សិតអីផ្សេងៗដែលគាត់អាចប្រើ Microsoft Word ហ្នឹងដើម្បីធ្វើជារបាយការណ៍ឬក៏ការងារនៅក្នុងការសិក្សារបស់គាត់ដូចជាការធ្វើសារណាឬក៏ឯកសារស្រាវជ្រាវអីផ្សេងៗវាមានរឿងរ៉ាវជាច្រើនទៀតដែលគាត់អាចយក Microsoft Word ហ្នឹងដើម្បីទៅប្រើការនៅក្នុងការរស់នៅឬក៏នៅក្នុងការរៀនសូត្រការងារប្រចាំថ្ងៃរបស់គាត់ហ្នឹងទីពីរគឺបុគ្គលិកក្រុមហ៊ុនគាត់អាចធ្វើយក Microsoft Word ហ្នឹងដើម្បីទៅវាយជាលិខិតផ្សេងនិងឯកសារការងាររបស់គាត់ផ្សេងគឺគាត់អាចយក Microsoft Word ហ្នឹងទៅធ្វើការកត់ត្រាទុកជាឯកសារប្រចាំថ្ងៃរបស់គាត់បានមួយទៀតគឺទៅមួយគ្រូបរិញ្ញាបត្រគាត់អាចប្រើ Microsoft Word ហ្នឹងដើម្បីធ្វើការរៀបចំឯកសារបង្រៀនរបស់គាត់ដូចជាឯកសារសិស្សមួយចំនួនដូចជាបន្ទុកសិស្សដូចជាតារាងកិត្តិយសអីផ្សេង certificate សម្រាប់សិស្សអីចឹងទៅហើយអ្នកជំនួញក៏គាត់ត្រូវការដែរដូចជាអ្នកលក់ដូរអីមួយចំនួនគាត់ត្រូវការ Microsoft Word ហ្នឹងដើម្បីធ្វើជា invoice ជា bill ជា proposal អីផ្សេងអញ្ចឹងទៅហើយអ្នករចនាឬក៏អ្នក design ហ្នឹងក៏គាត់អាចយក Microsoft Word ហ្នឹងទៅធ្វើជា CV design ធ្វើជា CV ជា poster ជា flyer banner អីផ្សេងបានដូចគ្នាចឹងហេតុអ្វីបានជាយើងត្រូវប្រើ Microsoft Word ហ្នឹងចឹងដូចពីមុនខ្ញុំបាននិយាយខ្លះដែរហើយចឹង Microsoft Word ហ្នឹងគឺយើងអាចប្រើការជាមួយវាបានច្រើនមែនទែនដូចជាធ្វើជាសភៅដូចអ្នកនរគ្នាឃើញចឹងនៅក្នុងរូបនេះខ្ញុំដាក់ជា sample នេះគឺជាក្របសភៅយើងអាចប្រើ Microsoft Word ដើម្បីធ្វើវាបានដូចគ្នាក៏ដូចជាធ្វើសភៅទាំងមូលក៏យើងអាចធ្វើវាបានដូចគ្នាហើយ poster និង flyer យើងក៏អាចធ្វើបានដូចគ្នាដូចរូបខាងនេះអញ្ចឹងវាជា poster ដែលយើងអាចយកវាដើម្បីធ្វើការផ្សព្វផ្សាយទៅលើការ discount ទៅលើតំណែងរបស់យើងឬក៏លក់នៅតំណែងផ្សេងអញ្ចឹងយើងអាចប្រើ Microsoft Word នឹងដើម្បី design ធ្វើជា poster សម្រាប់យកទៅផុស promote លក់នៅផលិតផលផ្សេងបានគ្នាហើយមួយទៀតយើងអាចធ្វើជា CV ឬក៏ CLមាន CV ហើយនឹង cover letter សម្រាប់យកទៅ apply ការងារផ្សេងនេះរូបខាងហ្នឹងអញ្ចឹងវាជា CV សម្រាប់យើងយកទៅដាក់ apply ទៅលើការងារផ្សេងទៅតាមជំនាញរបស់យើងអញ្ចឹងហើយបន្តមកទៀតយើងក៏អាចយកវាទៅធ្វើជាបានសរសើរឬក៏ certificate ផ្សេងដូចគ្នាដូចរូបខាងហ្នឹងអញ្ចឹងយើងអាចបង្កើតចេញពី Microsoft Word បានដូចគ្នាហើយនឹងជា report ឬក៏របាយការណ៍ផ្សេងអញ្ចឹងយើងក៏អាចធ្វើបានដូចគ្នាតែខ្ញុំបានជុំដាក់ simple ទេដោយវា space វាទូចពេកអញ្ចឹងយើងអាចដាក់វា list មកអស់បានទេនឹងដូចជា certificate អញ្ចឹងពេលយើងថតដល់ពេលយើងបញ្ចប់ call ឬក៏
សិស្សនឹងរៀនចប់ខុសអីមួយអញ្ចឹងគេមានជា certificate ឬក៏ពេលខ្លះយើងទៅជួយក្នុងការងារសប្បុរសធម៌អីមួយគេមាន certificate អីឲ្យយើងអញ្ចឹងយើងអាចធ្វើចេញពី Microsoft Word នឹងបានដូចគ្នាហើយមួយទៀតកិច្ចសន្យាឬកិច្ចសន្យាការងារ invoice ហើយនឹងលិខិតផ្សេងៗទៅខាងនេះអញ្ចឹងជាលិខិតដែលប្រកាសចេញពីក្រសួងប្រៃសណីយ៍អញ្ចឹងយើងក៏អាចប្រើ Microsoft Word ដើម្បីធ្វើការបង្កើតជាឯកសារទាំងអស់នឹងបានដូចគ្នាចឹងនឹងគ្រាន់តែជាត្រួសដែលខ្ញុំនិយាយ list down ថា Microsoft Word ហ្នឹងអាចប្រើដើម្បីបង្កើតអីខ្លះទេតែទន្ទឹមនឹងវាមានការងារជាច្រើនទៀតដែល Microsoft Word ហ្នឹងអាចធ្វើបានឬក៏អាចជួយសម្រួលទៅដល់បងប្អូនយើងប្រចាំថ្ងៃបានជាច្រើនលើសពីនឹងថែមទៀតអញ្ចឹងយើងកុំឲ្យខាត់វាយូរយើងទៅរៀន Microsoft Word ទាំងអស់គ្នាហើយដំបូងនេះយើងនឹងរៀនចាប់ពី beginner ទៅចាប់ពីមេរៀនដំបូងទៅអញ្ចឹងមេរៀនដំបូងរបស់យើងគឺការបើក Microsoft Word ឬក៏ការបើកកម្មវិធី Microsoft Word ហ្នឹងអញ្ចឹងដូចខ្ញុំបានបង្ហាញមកអញ្ចឹងពី logo របស់ Microsoft Word ហ្នឹងវាមានរូបរាងអញ្ចឹងឬក៏វាមានផ្សេងពីហ្នឹងទៅតាមឆ្នាំទៅតាម version របស់វាអញ្ចឹងដើម្បីយើងបើក Microsoft Word យើងបានយើងអាចចូលទៅកាន់កន្លែង search ហ្នឹងយើង search ពាក្យ Microsoft Word ឬក៏ search ពាក្យថា Word មកវាចេញ Microsoft Word ឲ្យយើងនៅកន្លែងនេះហើយអញ្ចឹងដល់ពេលចេញកន្លែងនេះហើយយើងអាចចុចទៅលើនឹងក៏បានឬក៏ចុចកន្លែងពាក្យ open នឹងក៏បានដើម្បីបើកជាទម្រង់បែបនេះជាទម្រង់Microsoft Word ហ្នឹងជា file ជាហ្នឹងហើយពេលយើងបើកចូល file Microsoft Word ហ្នឹងគឺវាចេញចាពេលចេញអញ្ចឹងវាមានពាក្យមួយ blank document ហ្នឹងវាណាវាជាឯកសារទទេមួយយើងអាចចូលវាមកដើម្បីចាប់ផ្ដើមសរសេរតិចសរសេរអីផ្សេងសរសេរជាអក្សរអីផ្សេងឬក៏ design ធ្វើជា poster អីផ្សេងបានអញ្ចឹងយើងទៅ practice ទាំងអស់គ្នាមកអញ្ចឹងខ្ញុំចេញពី slide សិនអូខេអញ្ចឹងនេះកន្លែង search នេះមកយើង search Microsoft Word ក៏បានខ្ញុំ search តែ MI ហ្នឹងក៏ចេញ Microsoft Word ដែរតែបើយើង search អត់ចេញទេយើង search ពាក្យពេញមក Microsoft Word មកតែហ្នឹងខ្ញុំចេញត្រូវយើងអាចចុចលើហ្នឹងឬក៏ចុចកន្លែង open ហ្នឹងមកបានដូចគ្នាអញ្ចឹងខ្ញុំចុចលើនេះមកអូខេអញ្ចឹងដល់ពេលហ្នឹងវាចេញដែរឬក៏គ្នាយើងលើកក្រោយអត់ចង់ធ្វើការចូលទៅ search ញ៉ៃអីទៀតយើងអាចចុចវាកន្លែងនេះយើងចុចនៅលើកន្លែងគេហៅ taskbar កន្លែងនេះមកយើងចុច pin វាមកនេះ pin to taskbar មកលើក្រោយយើងអត់ចាំបាច់ចូលទៅ search កន្លែងនេះទេនេះយើងចាំបាច់ចូលទៅ search កន្លែងនេះញ៉ៃទេគឺវានៅលើ taskbar ហ្នឹងហ្មងថាខ្ញុំបិទវាចេញហើយក៏ខ្ញុំបិទ file ចេញអស់ហើយចាំតិចកន្លែងនេះខ្ញុំបិទ file ចេញអស់ហើយក៏វានៅលើនឹងដែរឬក៏ពេលខ្លះយើងអត់ចង់ដាក់ក្នុង taskbar នេះទេវាច្រើនពេកអីចឹងយើងអូវាទៅដាក់ក្នុងនេះមកនេះក្នុងនេះយើងអាចអូស Word ហ្នឹងដាក់លើនឹងម្ដងមកអញ្ចឹងដល់ពេលនេះយើងចង់ចុចចូល Word យើងចុចនៅលើ desktop របស់យើងតែម្ដងបើមិនតែយើងអត់ចង់បង្កើតវាក្នុង taskbar អញ្ចឹងច្រើនអញ្ចឹងនេះខ្ញុំដោយសារមុនហ្នឹងខ្ញុំបាន pin វាក្នុង taskbar ហ្នឹងអញ្ចឹងយើងអាច unpin វាបានអញ្ចឹងវាបាត់ពីហ្នឹងហើយអញ្ចឹងถ้าយើងចង់ pin វិញយើងចូល Word មកហើយយើងចុច right click លើវាមកយើងចុច pin to taskbar ហ្នឹងមកបានហើយចឹងនេះយើងចង់លុបវាវិញក៏បានដែរចុចប៊ូតុង delete មកអូខេអញ្ចឹងវានឹងចេញ blank ដូចខ្ញុំប្រាប់មកអញ្ចឹងចេញ blank document អានេះមេរៀនលើក្រោយនេះយើងនិយាយដល់ផ្ទឹមហ្នឹងមកនេះវានឹង show ជាអញ្ចឹងមកជា Microsoft Word យើងអាចវៃតិចវៃអីអញ្ចឹងអញ្ចឹងយើងទៅ slide បន្ទាប់ចានេះដូចមិនយើងចូលមកហើយអញ្ចឹងវាឃើញរូបរាងរបស់កម្មវិធី Microsoft Word ហ្នឹងយើងនឹងទៅនិយាយពីចំណុចមួយចំនួនឬក៏យ៉ាងណា interface របស់វាតែវាជាធាតុផ្សំដើម្បីបង្កើតបាន Microsoft Word ហ្នឹងបើយើងប្រើបានទៅវាមានចំណុចប្រទាក់ឬក៏មានជា function អីគេខ្លះសម្រាប់ឲ្យយើងប្រើប្រាស់នៅក្នុងហ្នឹងអញ្ចឹងអានេះយើងនឹងទៅនិយាយពី interface របស់វាតិចតួចទេដូចយើងឃើញអញ្ចឹងខាងលើនេះវាជាគេហៅ quick access toolbar អញ្ចឹងក្នុងនេះវាជា tool ដែលយើងអាចធ្វើការ quick access មានន័យវាងាយស្រួលនៅក្នុងការធ្វើ action អីចឹងយើងចង់បានអញ្ចឹងយើងអាចធ្វើការអីមួយបានលះអញ្ចឹងដូចក្នុងហ្នឹងវាមានកន្លែងនេះដូចជា save ថយក្រោយ refresh អីចឹងអញ្ចឹងកន្លែងនេះគេហៅ quick access toolbar មានន័យយើងអាចធ្វើការងារបានភ្លាមទៅលើកន្លែងហ្នឹងអានេះវាជា type ផ្សេងនេះប្រហែល menu ហ្នឹងគេហៅ type ហ្នឹងវាមានក្នុង tab មួយវាមានកន្លែង option វាផ្សេងពីគ្នាដូច tab home អញ្ចឹងវាមាន option ជាច្រើនទៀតដែលយើងនឹងទៅរៀននៅ slide បន្ទាប់ឬក៏វីដេអូបន្ទាប់ទៀតអញ្ចឹង tab របស់វាមានដូចយើងឃើញអញ្ចឹងមាន home មាន insert មាន page layout មាន
reference វាអាចមានច្រើនជាងនឹងទៀតអាចដល់យើងអាច add វាក្នុង setting អីផ្សេងៗទៀតចឹងហើយយើងទៅរៀនបន្តទៀតហើយក្នុងនេះវាមាន title bar ចឹងអានេះវាជា title របស់ file របស់យើងហ្នឹងហើយយើងឃើញក្នុងហ្នឹងអានេះវាជាwindow control ដែលយើងអាចធ្វើការ hide វាបានធ្វើការ break room ហើយនឹង close ផ្ទាំង window នេះអាចមកកម្មវិធី Word នេះយើងអាចហៅវាថាវាជាផ្ទាំង window មួយអញ្ចឹងយើងអាចធ្វើការ close វាឬក៏ hide វាឬក៏ room break room size វាបានប៊ូតុងសញ្ញាសួរនេះមួយវាប៊ូតុង help យើងអាចចុចទៅយើង search ពីអីដែលយើងចង់សួរវាហើយខ្ញុំនិយាយទូទៅទេតែចំណុចណាដែលវាសំខាន់អញ្ចឹងហើយអានេះវាជាhorizontal ruler វាជាអានេះវាជាទម្រង់ផ្ដេកដែលវាមាន rule របស់វាក្រិតជាប្រមាណអីចឹងហើយនេះវាជា vertical ruler អានេះវាជាទម្រង់បញ្ឈរផ្ទុយវានេះអញ្ចឹងយើងអាចកំណត់ rule របស់វានៅលើនឹងបានហើយទៅមកទៀតអានេះវាជា type select អានេះវាជាខាងក្រោមនេះជា document information ដែលក្នុងនេះយើងអាចមើលឃើញពី page របស់ document របស់យើងដែលមានប៉ុន្មាន page ហើយឥឡូវនេះយើងកំពុងតែចូលនៅលើ page មួយណាហើយ word នៅក្នុង document នេះយើងទៅសេបានប៉ុន្មាន word ប៉ុន្មានអីជាភាសាអីគេហើយកន្លែងនេះវាជា view button យើងអាចធ្វើការ view វាជា book ឬក៏ជាប្រភេទអីផ្សេងហើយក្នុងហ្នឹងអាហ្នឹងក៏មាន zoom tool ដែលយើងអាចធ្វើការ zoom break room វាបានហើយខាងនេះវាជាកន្លែង scroll អញ្ចឹងក្នុងនេះយើងអាច scroll ចុះឡើងបានហើយនេះយើងអាចចុចវាដើម្បី scroll បានអញ្ចឹងយើងទៅមើលក្នុង Microsoft Word ទាំងអស់គ្នាមកអូខេអញ្ចឹងខ្ញុំសេអីមួយសិនមកដើម្បីឲ្យដាក់ជាអង់គ្លេស hello my name is ចានេះខ្ញុំសេដើម្បីវាមានអក្សរអីទេដូចកន្លែងមិញអញ្ចឹងយើងរៀនថាខាងក្រោមនេះវាជា document information អញ្ចឹងក្នុងនេះយើងមានតែមួយ page ទេហើយយើងកំពុងចូលលើ page ទី1ហ្នឹងហើយវាមាន5ពាក្យហើយជាភាសាអង់គ្លេសហើយកន្លែងនេះដែលយើងបានរៀនហ្នឹងទម្រង់ display យើង display ជា book ជាសភៅជាអីផ្សេងៗអញ្ចឹងយើងអាច display បានឬក៏ជា web ជាអីយើងអាច display បានដូចគ្នាចានេះវា break room យើងអាច break room បានហើយកន្លែងខាងនេះគឺ scroll ដូចខ្ញុំបានបង្ហាញមកអញ្ចឹងហើយខាងនេះយើងអាចចុចដើម្បី scroll បានអានេះវា tab យើងអាចចុចទៅក្នុង tab មួយដែលវាមាន option ផ្សេងៗដែលយើងនឹងទៅរៀននៅវីដេអូបន្ទាប់នេះអាប៊ូតុងសញ្ញាសួរមិញជួនកាលកុំព្យូទ័ររបស់អ្នកនរប្រើ Microsoft Word ផ្សេងវាអាចចេញផ្សេងពីនឹង ខុសប្លែកគ្នាតិចតួចអញ្ចឹងអានេះវាជាកន្លែង rule បញ្ឈរប្រដេកអីចឹងអាហ្នឹងវាដូចខ្ញុំបានបង្ហាញមកអញ្ចឹងហើយនេះវាជា document title ហើយខាងនេះគេ quick access tool យើងអាច save យើងអាច back ថយក្រោយឬក៏ repair ឬក៏យើងអាចធ្វើការ touch ឆ្មៅអីយើងអាចធ្វើការ quick access នៅកន្លែងហ្នឹងបានអញ្ចឹងនៅក្នុងហ្នឹងមានតែប៉ុណ្្នឹងឯងយើងចូលទៅក្នុង slide បន្ទាប់ទៀតអូភ្លេចប្រាប់នេះអានេះវាមាន text area នេះ text area នេះកន្លែងនេះ text area យើងអាចសរសេរ text ផ្សេងៗបានអញ្ចឹងមានមួយទៀតអាកន្លែង window control នេះយើងអាច hide វាបានហើយនឹងមិនដែលយើងកាន់តែ hide វាចេញអត់ឲ្យឃើញដើម្បីយើងទៅបើកកម្មវិធីផ្សេងៗឬក៏អាចបរួមវាបរិចវាធំវិញឬក៏យើងអាច close ចេញបណ្ដោយអាហ្នឹង close ចេញបណ្ដោយអញ្ចឹងវាយើងអត់ចង់ save យើងចុចនេះអូខេអញ្ចឹងយើងទៅ slide បន្ទាប់មកអញ្ចឹងយើងនឹងទៅរៀនអំពីការបង្កើតឯកសារ create document អញ្ចឹងនៅក្នុងនេះខ្ញុំមានដូចជា3របៀបនៅក្នុងការបង្កើត document ហ្នឹងនេះរបៀបទី1យើងអាចចុច right click ទៅលើកន្លែង desktop ឬក៏ទីតាំងណាមួយដែលយើងចង់បង្កើត file ហ្នឹងមកហើយយើងចុចយក file Word ហ្នឹងមកហើយយើងក៏ដាក់ឈ្មោះឲ្យ file របស់យើងឲ្យសមសួនមកដើម្បីយើងងាយស្រួលរកវានៅថ្ងៃក្រោយអញ្ចឹងយើងទៅ practice របៀបទី1សិនយើងទៅ practice របៀបទី1សិនខ្ញុំថយសិនមកខ្ញុំចេញពីនេះសិនមកអញ្ចឹងនេះគឺជា window គឺជា desktop ដ៏ញញៃរបស់ខ្ញុំមួយអញ្ចឹងយើងកណ្ដា right click មក right click លើមកបើអ្នកនរគ្នាប្រើ mouse right click លើ mouse មកអ្នកនរគ្នាប្រើ mouse pad នៅក្នុងកុំព្យូទ័រប្រើ right click នៅលើ mouse pad មកអញ្ចឹងក្នុងនេះយើងមានកន្លែងនេះ option នេះមួយ new ក្នុង new នេះវាមាន option ផ្សេងៗតែនេះយើងរៀន Microsoft Word អញ្ចឹងយើងយក Microsoft Word document មកដើម្បីបង្កើតវាអញ្ចឹងយើងនឹងបានជា document មួយជា file Word មួយយើងកណ្ដា edit ឈ្មោះវាមកបើអ្នកនរគ្នាអត់ចង់ edit ក៏អត់ទៅចានេះយើងថយខ្ញុំដាក់ថា start learn MS Word អីចឹងទៅអូខេអ្នកនរគ្នាចង់បើអ្នកនរគ្នាចង់ change ឈ្មោះអ្នកនរគ្នាចង់ change ឈ្មោះយើងអាច right click មកហើយយើងចុចmore option មកយើង rename មកយើងដាក់ឈ្មោះអីក៏បានដែរចង់ delete ចុចកន្លែង key delete នៅលើ keyboard ឬក៏
នេះចុច delete កន្លែងនេះមក delete បានដូចគ្នាឬក៏ចង់ copy file អាចចុច control C control V ក៏បានឬក៏ចុចកន្លែង right click មកចុច copy ហើយ right click កន្លែងដែលអ្នកនរនេះចង់ដាក់ហើយចុច paste មកវិញមកដូចកន្លែងនេះយើង copy មកយើងចង់ដាក់កន្លែងហ្នឹងដែរយើង paste វាមកវិញចានេះ file វាតែមួយអញ្ចឹងនេះជារបៀបបង្កើតទី1អ្នកនរគ្នាមើលមួយយើងអាចខាវាថយក្រោយក៏បានដែរអញ្ចឹងយើងចូលទៅ slide យើងវិញយើងទៅរបៀបទី2ណាពិតរបៀបទី2ហ្នឹងគឺអ្នកនរគ្នាបានឃើញហើយរបៀបទី2យើងអាចចុចទៅលើកន្លែងនេះយើងចុចចូល file Word របស់យើងហើយចុច create new មកដល់ណាកន្លែងនេះកន្លែងនេះខ្ញុំមាន file អីមួយអញ្ចឹងដល់នេះគឺយើងបង្កើត file មួយដែរតែបើយើងចូលនៅលើនឹងហើយយើងចុច file មកយើង new ទៀតមកនេះមាន blank នឹងមួយទៀតក៏បង្កើតនេះដែរហើយបើយើងចង់ដាក់ឈ្មោះវាយើងនេះយើង save as មកដាក់ឈ្មោះវាមកអានេះទៅនៅមេរៀនបន្ទាប់ចានេះយើងឧទាហរណ៍នេះអញ្ចឹងខ្ញុំដាក់ក្នុងអីមកយើងដាក់ឈ្មោះវាអញ្ចឹងណាចានេះក៏របៀបបង្កើតមួយដែរបង្កើត file បាន file Word មួយដែរហើយអូខេមួយទៀតយើងអាចចុចអានេះរបៀបទី3យើងអាចចុច control N មកវាបង្កើតឲ្យតែម្ដងយើងចូលទៅក្នុងនេះមកយើងបើយើងចង់បង្កើត file មួយអញ្ចឹងយើង control N ចុចនៅលើ keyboard មកវាបង្កើត file ឲ្យថ្មីមួយហើយនេះ document 1 document 2នេះលឿនហើយយើងចុច save អីដូចមិញដែរអញ្ចឹងខ្ញុំគិតមិនអស់នេះតើណានេះ basic ដំបូងអូខេយើងរបៀបពីបង្កើត file គឺមានតែប៉ុណ្ណឹងហើយយើងចូលទៅដល់ការរក្សាទុក file ការ save file អីហ្នឹង save document អីហ្នឹងចានេះវានេះយើងអញ្ចឹងយើងទៅដឹងពីប្រភេទ file របស់ doc ហ្នឹងវាមាន extension .docx នេះអាក្ទួយក្រោយនេះចុចក្ទួយក្រោយនេះហៅ extension អញ្ចឹងឲ្យតែប្រភេទអញ្ចឹងវាជាextension របស់ Microsoft Word ដែរតែបើ Google Doc អីវាអាចផ្សេងពីនឹងអញ្ចឹងយើងអាច press control S មកឈូសកន្លែង file ដែលយើងចង់ save មកដាក់ឈ្មោះ file ឲ្យត្រូវមកតាមប្រភេទដែលយើងចង់ save មកហើយយើង click save ដូចនេះឃើញអញ្ចឹងក្នុងនេះយើងអាចចុច save as ឬក៏ save នោះយើងឧទាហរណ៍យើងមាន file មួយស្រាប់ហើយយើងចូលមក edit វាអញ្ចឹងយើងអាចចុច save បានតែបើ save as ដល់ file នឹងថ្មីទេឬក៏ file នឹងចាស់ដែរតែយើងចង់ save វាទុកកន្លែងផ្សេងអីអញ្ចឹងឬក៏ដូរឈ្មោះថ្មីអីអញ្ចឹងយើងអាចចុច save as ហើយរើសទីតាំងមកហើយយើងចុចរើសប្រភេទ document ហ្នឹងយើងអាច save វាជាប្រភេទ file ផ្សេងបានជា file របស់ Word ឬក៏ជា PDF អីអញ្ចឹងយើងអាច save បានដូចគ្នាអញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងទៅ Practimo អូខេខ្ញុំចាញ់សិននេះឧទាហរណ៍នេះអញ្ចឹងសេអីបន្តិចមកខ្ញុំចេញទៅ English hello អញ្ចឹងយើងអាច control S មកនេះ control S វានឹងនេះឈ្មោះចេញឈ្មោះឲ្យតែម្ដងយើងដាក់ថា test file save អីចឹងទៅហើយយើងរើសទីតាំងខ្ញុំរើសក្នុង desktop save អូខេអញ្ចឹងយើងទៅមើល desktop វាប្រកាសជាមាន file ហ្នឹងហើយណាបាត់អូប្រហែលជា no screen មួយទៀតចាំតិចខ្ញុំចូលមកមើល screen នៅក្នុង laptop នេះនៅខាងចានេះ file យើង save មិញឬក៏នេះយើងទៅ test control S ខ្ញុំដាក់ SS update ព័ត៌មានលើនឹងអញ្ចឹងយើងចុច control S ដោយសារយើងមាន file ដែល store ក្នុង desktop ហើយយើងចាំបាច់ select ទីតាំងរៀនហ្នឹងយើង control S បានហើយយើងចូលទៅមើលវាម្ដងទៀតវានៅរក្សាទុកដែរតែបើយើងចង់ទុកវានៅកន្លែងផ្សេងហើយទុកនេះយើង save as មកខ្ញុំចង់ទុកវានៅ download វិញហើយខ្ញុំចង់ save នេះយើងអាច save បានប្រភេទ file ច្រើនជា PDF អីក៏បានដែរអញ្ចឹងអានេះយើងអាច change ឈ្មោះអីបានដែរខ្ញុំដាក់ test file save ដូចមុនដែរយើង save មកហើយយើងទៅមើលក្នុង file download នេះទៅមើលក្នុង download នេះចូលក្នុង download មកនេះ file ដែលយើង save មិញនេះចាំតែខ្ញុំដុតថ្មចូលសិនអូខេអញ្ចឹងកន្លែងហ្នឹង save របស់យើងដូចមេរៀន save របស់យើងដូចមានតែប៉ុណ្្នឹងឯងណាចឹងយើងទៅមេរៀនបន្តទៀតចានេះជាលំហាត់អ្នកនរអាចតេស្តបានតេស្តមេរៀនដែលយើងបានរៀនមិញមកអាចសិនមកខ្ញុំផ្ទាល់ឬក៏ដាក់ក្នុង comment នៃវីដេអូហ្នឹងមកក្នុង YouTube ឬក៏ក្នុង Facebook អាចដាក់បានដូចគ្នា TikTok ក៏អាចដាក់បានដូចគ្នាអូខេសូមអរគុណសូមអរគុណចូលទៅ slide ទៅអញ្ចឹងយើងរៀនតែប៉ុណ្្នឹងហើយបើរៀនយ៉ាងហ្នឹងអស់វីដេអូក្រោយយើងអត់មានអីរៀនទេអញ្ចឹងបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយសូមកុំភ្លេចជួយចុច follow page របស់ខ្ញុំឬ subscribe នៅ channel YouTube របស់ខ្ញុំអស់គ្នាសូមអរគុណសូមជម្រាបលាជួបគ្នានៅឱកាសក្រោយ